ទឹកដោះគោស្រស់អង្គរមៀលនិងនំពុម្ពខ្លាឃ្មុំផែនដាជាអំណោយរបស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានលោកជំទាវ តុយសេរីរតននេតភក្ត្រាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានរួមជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាគមធ្វើការចែកជូនដល់មន្ត្រីរាជការនារីដែលមានកូនតូចៗដើម្បីចូលរួមចំណែកលើកទឹកចិត្តនិងលើកកម្ពស់សុខុមាលភាពរបស់កូនៗរបស់មន្ត្រីដែលបានប្រឹងប្រែងបំពេញការងារពិធីចែកអំណោយជានំនិងទឹកដោះគោនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នាបរិវេណក្រសួងដោយមានមន្ត្រីរាជការជាសមាជិកសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានមកពី5អគ្គនាយកដ្ឋានចំណុះឲ្យក្រសួងលោកជំទាវ តុយសេរីរតននេតភក្ត្រាបានគូបញ្ជាក់ថាការចែកជូននៅទឹកដោះគោនិងនំនាឱកាសនេះជាការរួមចំណែកកាត់បន្ថយការចំណាយរបស់អាណាព្យាបាលចំពោះការចំណាយទិញទឹកដោះគោនិងនំសម្រាប់កូនរបស់ពួកគាត់បានមួយគ្រានៅក្នុងឱកាសនេះដែរលោកជំទាវប្រធានកិត្តិយសសមាគមបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីរាជការក្រមអាវ៉ាត់នៅគ្រប់កលៈទេសៈទាំងអស់តាមរយៈកិច្ចការងារមនុស្សធម៌ឯកឧត្តមរដ្ឋមន្ត្រីបានខិតខំព្យាយាមស្វែងរកនៅអំណោយផ្សេងៗពីសំណាក់បណ្ដាសប្បុរសជននានាដើម្បីទុកចែករំលែកជួយសម្រួលដោះស្រាយការលំបាកដល់មន្ត្រីរាជការដែលមានជីវភាពខ្វះខាតនិងសម្ដៅធ្វើយ៉ាងណាឲ្យមន្ត្រីទទួលបានភាពកក់ក្ដៅចូលរួមបំពេញការងារបានដោយរលូនជូនក្រសួងព័ត៌មានគួររំលឹកផងដែរថាចាប់តាំងពីដើមអាណត្តិទី7នៃរាជរដ្ឋាភិបាលឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានតែងតែបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីរាជការក្រមអាវ៉ាត់ដោយខិតខំគៀកគររកជំនួយផ្សេងៗដើម្បីឧបត្ថម្ភជាប្រចាំខែនៅអង្ករនិងត្រីខកំប៉ុងជូនដល់មន្ត្រីដែលមានជីវភាពខ្វះខាតដោយក្នុងមួយខែផ្ដល់របបអង្ករទម្ងន់20គីឡូក្រាមនិងត្រីខកំប៉ុងមួយយួរជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានគិតគូរខ្ពស់ចំពោះសុខុមាលភាពដោយក្រសួងព័ត៌មានបានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ Biomedic ដើម្បីទទួលបានការបញ្ចុះតម្លៃ 30% លើសេវាពិនិត្យសុខភាព